ទេសកម្ពុជាមានបណ្ដោយឆ្នេរសមុទ្រប្រវែង435គីឡូម៉ែត្រដោយបែងចែកព្រំដែនសមុទ្រជាមួយប្រទេសថៃនិងវៀតណាមតំបន់ឆ្នេរនេះស្ថិតនៅភាគនិរតីនៃប្រទេសដែលលាតសន្ធឹងតាមបណ្ដោយខេត្តចំនួន4រួមមានខេត្តកោះកុងខេត្តកំពតខេត្តកែបនិងខេត្តព្រះសីហនុធនធានផលនេសាទសមុទ្របានផ្ដល់ជីវភាពរស់នៅជាច្រើនដល់ប្រជានេសាទជាពិសេសអ្នកដែលនៅតាមតំបន់ឆ្នេរក៏ប៉ុន្តែជាអកុសលអ្នកនេសាទទាំងអស់ប្រើប្រាស់ទូកដែលមិនមានសុវត្ថិភាពពោលគឺទូកផលិតឡើងតាមបច្ចេកទេសតគ្នាតាំងពីដូនតាមកផ្ដើមចេញពីការខិតខំប្រឹងប្រែងក្នុងការកំណត់បញ្ហាដើម្បីរកដំណោះស្រាយដោយមានការវិភាគលើការប្រើប្រាស់ទូកនេសាទឲ្យមានសុវត្ថិភាពគម្រោងថ្នាក់តំបន់ស្ដីពីការចិញ្ចឹមជីវិតផ្អែកលើធនធានជលផលបានអញ្ជើញលោកគ្រូ Michael Savin ដែលជាទីប្រឹក្សាអន្តរជាតិទទួលបន្ទុកផ្នែកសុវត្ថិភាពលើផ្ទៃសមុទ្រដើម្បីមកបណ្ដុះបណ្ដាលជំនាញបច្ចេកទេសស្តង់ដារក្នុងការផលិតទូកនេសាទដល់សិក្ខាកាមដែលសុទ្ធតែជាជាងផលិតទូកនៅតាមសហគមន៍នេសាទសមុទ្រនៃខេត្តតំបន់ឆ្នេរទាំង4របស់កម្ពុជាសមុទ្រខាងយើងខាងក្រៅយើងមានទូកអត់មានទូកនេសាទណាគេចេញទៅនេសាទទេយើងធ្វើតែទូកទូចនៅខាងក្នុងអញ្ចឹងកាលណាទៅធ្វើទូកនេសាទអាធំហ្នឹងវាមានលំនឹងល្អអញ្ចឹងប្រជាជនទាំងអស់ហ្នឹងក៏អាចទៅធ្វើនេសាទនៅខាងក្រៅបាននេះគឺជាចំណុចមួយដែលជាគោលដៅរបស់រដ្ឋបាលជលផលអញ្ចឹងយើងគិតថាចំណុចនេះគឺវាល្អជួយកាត់បន្ថយភាពក្រីក្រជូនប្រជាជនកាត់នៃការចំណាយរបស់គាត់នេះគឺចំណុចសំខាន់ទី2នឹងអាចឲ្យទូកនេសាទទាំងអស់ហ្នឹងគឺវាអាចមានមុខពីរគឺទី1វាអាចចេញទៅនេសាទបានអញ្ចឹងនៅក្រៅពេលដែលគាត់ចាប់នេសាទគឺអាចធ្វើឲ្យគាត់មានដូរមុខរបរមួយទៀតគឺជូនភ្ញៀវទេសចរលទ្ធផលចុងក្រោយនៃវគ្គបណ្ដុះបណ្ដាលនេះគឺយើងចង់ឃើញប្រជានេសាទដែលមានជាអាជីពជាអ្នកនេសាទអ្នកសាងសង់ទូកនេះគឺគាត់អាចសាងសង់ទូកនឹងបានល្អប្រសើរហើយមានរយៈពេលយូរអង្វែងជាងមុនហើយមានលំនឹងជាងមុនហើយមានសុវត្ថិភាពជាងមុនគឺឥឡូវនេះប្រភេទនៃការនេសាទរបស់យើងមានការរីកចម្រើនជាងមុនជាងឧបករណ៍នេសាទដែលត្រូវដាក់នៅក្នុងទូកនោះគឺក៏មានច្រើនជាងមុនឆ្ងាយយើងធ្វើឲ្យធ្ងន់ហើយវាប៉ះលំនឹងកាន់ទូកយើងអត់សូវមានលំនឹងពេលយើងដាក់ឧបករណ៍កាន់តែច្រើនធ្វើឲ្យលំនឹងវាកាន់តែមានពិបាកដូច្នេះបានការដល់វគ្គបណ្ដុះបណ្ដាលជូនដល់អ្នកសាងសង់ទូកនេះគឺមានសារៈសំខាន់ហើយចំពេលតែម្ដងដែលយើងចង់ឲ្យគាត់សាងសង់ទូកមួយដែលមានលក្ខណៈស្តង់ដារហើយប្រើប្រាស់រយៈពេលយូរហើយយើងអាចធ្វើការកាត់បន្ថយនៅការប្រើប្រាស់ព្រៃឈើជាពិសេសព្រៃឈើដែលល្អហ្នឹងអូខេដើម្បីផលិតទូកនេសាទសមុទ្រឲ្យមានគុណភាពយើងត្រូវការសម្ភារៈសំខាន់មួយចំនួនមកប្រើសម្ភារៈទាំងនោះយើងអាចងាយរកទិញបាននៅតាមបណ្ដាខេត្តក្រុងក្នុងទូទាំងប្រទេសខាងក្រោមនេះគឺជាសម្ភារៈសំខាន់ចាំបាច់ដែលយើងត្រូវការសម្ភារៈទាំងនោះមានដូចជាក្តារឬឈើដៃគោលប្រសាក់ប៊ូឡុងថ្នាំលាបច្រេះថ្នាំពណ៌ថ្នាំការពារមកឹងប្រដាប់ឈូសឈើរណាអាឈើពន្លាកដង្កៀបទុនវីសពូថៅកូនសោស្វានញញួរបន្ទាត់ម៉ែតបន្ទាត់កែងដៃគោលសំណអង្គមដើម្បីផលិតទូកតាមស្តង់ដារមួយបានហើយមានគុណភាពយើងត្រូវការជ្រើសរើសប្រភេទក្តារនិងឈើដែលមានគុណភាពខ្ពស់
ក្តារនិងឈើដែលមានគុណភាពគឺត្រូវគោរពតាមបទដ្ឋានបច្ចេកទេសឈើដែលយកមកធ្វើទូកត្រូវតែហាលថ្ងៃប្រហែល2ទៅ3ខែឲ្យស្ងួតល្អពលគឺដើម្បីកុំឲ្យឈើទាំងនោះរួញខ្លីវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរក្សាឈើនិងបន្ទះក្តារទាំងនោះយើងត្រូវស្តុកទុកឲ្យបានត្រឹមត្រូវដោយប្រក់ដំបូលពីលើធ្វើបែបនេះដើម្បីឲ្យឈើស្ងួតនិងមានខ្យល់ចេញចូលឆ្លងកាត់បន្ទះឈើចន្លោះរវាងបន្ទះក្តារត្រូវដាក់ឲ្យបានត្រឹមត្រូវហើយត្រង់ជាជួរទង្វើបែបនេះគឺមានន័យថាក្តារទាំងនោះនៅពេលដែលយើងយកទៅដំឡើងធ្វើជាទូកនោះទូកត្រង់ផងហើយមុខតំណទាំងអស់នោះជិតទឹកបានយ៉ាងល្អទៀតផងយើងអាចសម្គាល់ភាពចំណាស់នៃឈើបានតាមរយៈខ្សែក្រយ៉ាវឈើយើងអាចមើលក្រយ៉ាវឈើបានលុះត្រាតែយើងកាត់ឈើទាំងនោះតាមមុខកាត់ទៅទឹងដើមឈើក្រយ៉ាវឈើមួយជាន់ស្មើនឹង1ឆ្នាំមានន័យថាកាលណាដើមឈើមួយដើមនេះមានក្រយ៉ាវ10ជាន់នោះមួយដើមនេះមានអាយុ10ឆ្នាំដែរសូមចងចាំថាទូកដែលមានគុណភាពល្អគឺត្រូវការឈើដែលមានក្លិនល្អឈើដែលមានក្លិនល្អគឺឈើដែលមានអាយុច្រើនខ្ញុំធ្វើជាងយួរប៉ុន្តែខ្ញុំអត់ដែលអាកាយ៉ាវនោះខ្ញុំអត់ដែលដឹងសោះប៉ុន្តែដល់ឡងបានកត់មករៀនខ្ញុំយល់ច្រើនហ្មងរឿងកាយ៉ាវនោះកុំខ្ញុំអត់ដឹងទេកាយ៉ាវនោះដឹងតែឈើឃើញក្លំឈើជាប់ដឹងអាយុពេលប្រហែលឆ្នាំខ្ញុំអត់ដឹងទេតែមកកត់មករៀននេះឈើកាយ៉ាវមួយជុំនឹងមួយឆ្នាំកាយ៉ាវ2ឆ្នាំកាយ៉ាវ3ឆ្នាំហើយគាត់ណាកាយ៉ាវវិញញឹកជាប់គ្នារហូតអានឹងឈើនឹងចាស់ហ្មងស្អាតហ្មងក្តារដែលត្រូវបានជ្រៀកជាបន្ទះជាទូទៅមានផ្ទៃមួយចំហៀងស្ថិតនៅផ្នែកខាងស្រាយហើយផ្ទៃមួយចំហៀងទៀតស្ថិតនៅផ្នែកខាងក្លឹមដូច្នេះអ្នកផលិតទូកទាំងអស់ត្រូវយកផ្ទៃខាងក្លឹមដាក់ចូលផ្នែកក្នុងនៃទូកមានន័យថាផ្ទៃខាងស្រាយនៃក្តារគឺស្ថិតប៉ះផ្ទាល់ទៅនឹងទឹកសមុទ្រតាមរយៈបទពិសោធន៍នេះគឺបញ្ជាក់បង្ហាញថាកាលណាក្តារស្ងួតមួយសន្លឹកប៉ះត្រូវទឹកក្តារនោះត្រូវតែកោងនេះគឺជាកត្តាសច្ចានុមត្តជាទូទៅតាមលក្ខណៈធម្មជាតិជានិច្ចកាលក្តារកោងបែរទៅផ្នែកខាងក្លឹមដូច្នេះត្រូវចងចាំថានៅពេលដែលយើងធ្វើទូកយើងត្រូវយកចំហៀងផ្នែកខាងក្លឹមដាក់ចូលផ្នែកខាងក្នុងនៃទូកខណៈពេលដែលផ្ទៃខាងស្រាយនៃក្តារត្រូវប៉ះនឹងផ្ទៃទឹកសមុទ្រកាលណាដាក់ដែរឲ្យតែត្រូវមួយក្តារទូកនឹងហ្មងឲ្យត្រូវមួយរាំងទូកអត់មានថាគិតស្រាយគិតក្លឹមទេឲ្យតែត្រូវមួយទុកដាក់ក្រឹបហ្មងអត់មានថាអូចាំស្រាយចូលក្នុងឬក្លឹមចូលក្នុងអត់គិតទេពីមុនមកខ្ញុំកន្លងមកហើយដល់ឡូវក៏ប្រាប់ខ្ញុំថាគឺដាក់ក្លឹមចូលក្នុងដាក់ស្រាយចេញក្រៅកាលណាដាក់ក្លឹមដាក់ស្រាយចូលក្នុងគឺក្តារហ្នឹងមិនធានាទេអាចវាហើបចេះបានហើបពីជើងកង់មាត់នាងវាយអត់ជាប់អាភាសាកន្លះយើងហ្នឹងវាយអត់ជាប់អាចវាដាច់បានបាត់ដើរវាធាក់ចេញមកខ្ញុំធ្វើថ្ងៃក្រោយខ្ញុំធ្វើតទៅថ្ងៃក្រោយទេខ្ញុំជប់ធ្វើដូចខ្ញុំមុនខ្ញុំធ្វើតាមគាត់វិញព្រោះអីឈើក្លឹមដាក់ចូលក្នុងហើយអាឈើណាចេះខ្ញុំអត់ដាក់ទៀតអាឈើណាចេះខ្ញុំអត់ដាក់ទេដាក់វាមិនធានាទេហាស់ពុកនោះធ្វើបែបនេះក្តារជញ្ជាំងទូកទាំងអស់ពេលត្រូវទឹកនោះវានឹងកោងផ្អោបយ៉ាងណែនទៅនឹងកងទូកបានយ៉ាងល្អមុននឹងចាប់ផ្ដើមសាងសង់ទូកជាងផលិតទូកទាំងអស់ត្រូវធ្វើទម្រជាមុនសិនទម្រនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកំណត់ទម្រង់ទូកព្រមទាំងងាយស្រួលក្នុងការគៀបរឹតចងលើកដាក់ជាពិសេសដំណើរការផ្គុំដំឡើងកៃទូកទម្រសាងសង់ទូកត្រូវបានដំឡើងដោយចាក់ខ្សែម៉ែត្រឲ្យត្រង់គ្រប់ជ្រុងនៅក្នុងដំណាក់កាលនេះគឺជាការរៀបចំទម្រគឺជាការងារដំបូងបំផុតហើយដែលអ្នកសាងសង់ទូកទាំងអស់ត្រូវតែធ្វើ
ការរៀបចំទម្រនេះយើងត្រូវធ្វើដោយយកចិត្តទុកដាក់ជាទីបំផុតដោយត្រូវចាក់ខ្សែម៉ែត្រវាស់កម្ពស់ឬថ្លឹងនីវ៉ូទឹកមានន័យថាគ្រប់ចំណុចទាំងអស់នៃទម្រនេះគឺត្រូវធ្វើឲ្យមានកម្ពស់ស្មើគ្នាហើយត្រូវគិតពីគុណភាពផងពីព្រោះថាយើងត្រូវចាប់កីទូកនៅលើទម្រនេះយើងដឹងហើយថាការដំឡើងកីទូកគឺជាការងារដំបូងបំផុតក្នុងការដំឡើងទូកដូច្នេះយើងត្រូវធ្វើយ៉ាងណាឲ្យកីទូករបស់យើងដេកសណ្ដូកឲ្យត្រង់ទៅលើទម្រនេះហើយបន្ទាប់មកយើងត្រូវភ្ជាប់ស្រឡោមុខនិងស្រឡោក្រោយទៀតផងកីទូកត្រូវកាត់ហើយឈូសតាមប្រវែងដែលយើងបានកំណត់សូមចងចាំថាទូកដែលមានសុវត្ថិភាពគឺកីត្រូវជាកីភ្លុះដែលយើងហៅថាកីដប់ឬកីអោបកីភ្លុះមាន2គឺកីលើនិងកីក្រោមដើម្បីឲ្យទូករឹងមាំបានល្អយើងកំណត់យកកីលើត្រូវធំជាងកីក្រោមThis is the keel, which is the very bottom backbone, the most important. ជាទូទៅកីក្រោមដែលមានតួនាទីជាឆ្អឹងខ្នងដ៏សំខាន់ហើយស្ថិតនៅផ្នែកខាងក្រោមបំផុតនៃទូកនៅក្នុងប្រទេសកម្ពុជាជាទូទៅប្រពៃណីនៃការផលិតទូកដែលមានទំហំប៉ុណ្ណឹងគេច្រើនប្រើកីមួយដើមហើយភ្ជាប់ដោយកុងនិងដំឡើងក្តារតែម្ដងជាការស្រេចក៏ប៉ុន្តែចំពោះបច្ចេកទេសនៃការផលិតទូករបស់យើងនៅពេលនេះគឺយើងត្រូវប្រើកីភ្លោះឬកីដប់មានន័យថាកីខាងលើនេះត្រូវភ្ជាប់ទៅនឹងកីខាងក្រោមហើយភ្ជាប់ដោយប៊ូឡុងធ្វើបែបនេះគឺធ្វើឲ្យទូកយើងរឹងមាំពីព្រោះថាកីលើធំជាងកីក្រោមដូច្នេះវាមានការងាយស្រួលក្នុងការដំឡើងក្តារមានន័យថាផ្ទៃក្តារខាងក្រោមភ្ជាប់ជាមួយនឹងកីខាងក្រោមហើយជញ្ជាំងក្តារផ្អែកយ៉ាងណែនជាមួយនឹងកីខាងលើហើយឥឡូវនេះសិក្ខាកាមទាំងអស់ដែលបានមករៀននៅពេលនេះគេកំពុងតែវាស់ជ្រុងកីខាងលើដើម្បីឈូសចន្លោះទម្រាតក្តារទូកអ្វីដែលយើងបានធ្វើនៅទីនេះគឺយើងបានវាស់វែងទម្រាតរបស់ក្តារឲ្យហើយស្រេចជាមុនហើយបន្ទាប់មកយើងភ្ជាប់កីទាំងពីរជាការស្រេចបន្ទាប់ពីរៀបចំកីបានរួចរាល់ហើយយើងត្រូវឈូសជ្រុងទាំងសងខាងនៃកីទាំងពីរកីខាងក្រោមផងនិងកីខាងលើផងការឈូសនេះគឺដើម្បីបន្ស៊ីកីក្រោមជាមួយសន្លឹកក្តារទី1របស់ទូកចំណែកឯកីខាងលើវិញគឺយើងត្រូវឈូសលុបជ្រុងដើម្បីបង្កើតជាជញ្ជាំងទប់សន្លឹកក្តារទី1បន្ថែមទៀតធ្វើបែបនេះគឺធ្វើឲ្យកីភ្លោះរឹតតែមានកម្លាំងយ៉ាងមាំរឹតភ្ជាប់ជាមួយនឹងក្តារទី1នៃទូកប៉ុន្តែចំពោះការឈូសកីខាងក្រោមវិញគឺយើងបន្ស៊ីជ្រៅបន្តិចនៅផ្នែកខាងច្រឡោមុខរួចបន្តឈូសរាក់បន្តិចម្ដងទៅផ្នែកច្រឡោខាងក្រោយគឺផ្ទុយស្រឡះពីការឈូសផ្នែកកីខាងលើផ្នែកកីខាងលើគឺយើងឈូសបន្ស៊ីប៉ុនគ្នាពីមុខទៅក្រោយមានន័យថាយើងរក្សាទំហំជើងប៉ុនគ្នាពីមុខដល់ក្រោយទូកយើងពីមុនមកយើងធ្វើតែកៃមួយទេហ្នឹងហើយកៃមួយទេទូកកម្ពុជាយើងនេះណាធ្វើតែកៃមួយទេហើយយកសឡោយកមកដល់ដាក់តុំទៅលើយើងចាប់ប្រឡងទៅហើយយើងពាក់ក្តារទៅលើកៃនេះចុះហ្នឹងហើយដល់ពេលបរទេសគេអុយចាំងតាមຂະຫນາດរបស់គេហើយយើងក៏ចាំងតាមຂະຫນາດរបស់គេដាក់កៃអូបវិញពីព្រោះវាកៃវាអូបគ្នាទាំងពីរហើយវារឹងមាំកុងក៏រឹងមាំនៅនឹងទៀតបាទហ្នឹងហើយប្រើឈើក្រាស់ទាំងអស់ហើយដំណាក់កាលបន្តទៅទៀតនោះគឺយើងកំណត់កន្លែងជាក់លាក់សម្រាប់ដាក់កុងទូកទង្វើនេះមានលក្ខណៈច្បាស់លាស់និងងាយស្រួលយើងបង់លេខរៀងរបស់កុងនីមួយៗតាមរូបមន្តដែលបានកំណត់និងចំណុចចាប់ផ្ដើមរបស់ច្រឡោមុខនិងក្រោយព្រមទាំងអាចកំណត់បានយ៉ាងសុក្រិតអំពីប្រវែងកីទាំងស្រុងទៀតផងហើយអ្វីដែលយើងកំពុងធ្វើនៅពេលនេះគឺសិក្ខាកាមទាំងអស់នោះកំពុងតែវាស់គ្រប់ចំណុចទាំងអស់ដើម្បីឈូសជម្រាលជ្រុងកីដោយយកចិត្តទុកដាក់ជាទីបំផុតគឺជាការងារមួយដ៏សំខាន់ដែលពួកគេត្រូវតែយល់អំពីបច្ចេកទេសថ្មីនេះជាការពិតណាស់
មានអ្នកខ្លះវាស់ខ្វះហើយអ្នកខ្លះទៀតវាស់រំលងក៏ប៉ុន្តែយើងសង្កេតឃើញមានសកម្មខ្លះក្នុងចំណោមពួកគេនឹងបានយល់ដឹងច្រើនហើយខ្ញុំគិតថាវាជាការសំខាន់ណាស់ដែលផ្ដល់ឱកាសឲ្យពួកគេអាចរៀនអំពីគំរូបច្ចេកទេសថ្មីនេះពីព្រោះថានៅពេលដែលខ្ញុំត្រឡប់ទៅប្រទេសរបស់ខ្ញុំនៅអូស្ត្រាលីវិញគឺត្រូវធានាថាពួកគេអាចធ្វើការងារផលិតទូកនេះបានដូចច្បាស់លាស់ មើលតាមអគាត់មានបងលេខចំណុចលេខកុងពីលេខ3គឺចំកន្លែងចំណុចគល់ស្លោក្រោយហើយចាប់ពីលេខ3ទៅក្នុងចំណុចមួយកុងមួយលេខ3លេខ4ហ្នឹងអាហ្នឹងជាទំហំក្នុងប្រវែងមួយវាមាន4ទឹកបាទទាំងអស់គឺក្នុងទូកមួយមាន25កុង សាឡោទូកត្រូវបានបែងចែកជាសាឡោមុខនិងសាឡោក្រោយរាងនិងទម្រង់របស់សាឡោត្រូវបានរចនាឡើងដោយការច្នៃប្រឌិតទៅតាមបទពិសោធន៍និងទៅតាមការនិយមរបស់ជាងនីមួយៗតាមតំបន់ឈើរាងកោងពីធម្មជាតិត្រូវបានជ្រើសរើសហើយបង្កើតជារាងសម្រាប់សាឡោទូកនេះគឺជាសាឡោមុខសូមចំណាំថាការកាត់លើកដំបូងគឺជាការព្រៀងហើយទម្រង់ចុងក្រោយត្រូវកាត់តម្រូវជាមួយនឹងកៃព្រមទាំងក្តារទូកគឺជាការកំណត់ទម្រង់មួយយ៉ាងពិតប្រាកដដើម្បីភ្ជាប់កៃជាមួយនឹងសាឡោយើងត្រូវកំណត់មុំជាមុនសិនចំណែកឯមុំនៃសាឡោខាងមុខត្រូវបានកំណត់ដោយសិល្បៈនិយមរបស់អ្នកសាងសង់ទូកដែលមានបទពិសោធន៍នៅមូលដ្ឋាននិងតាមការច្នៃប្រឌិតសូមចំណាំថាបន្ទាត់នេះសម្រាប់ដំឡើងក្តារទូកឲ្យបានត្រឹមត្រូវបន្ទាប់មកយើងដាក់ខ្នើយមានតួនាទីជាអ្នកភ្ជាប់ដ៏រឹងមាំរវាងកៃនិងសាឡោផងព្រមទាំងមានតួនាទីធ្វើឲ្យទូករឹងមាំផងក៏ខ្ញុំទូកខ្ញុំធ្វើជាងពីមុនមកខ្ញុំដាក់តកៃមួយចេះដល់ដល់ពេលខ្ញុំធ្វើឥឡូវនេះខ្ញុំដាក់កៃ2ហើយគុណភាពមិនដល់កៃ2វាដឹងឲ្យមាំទៀតអាចប្រើទៅបានអាយុវាហើយកង់ខ្នើយនេះខ្ញុំដាក់ដើម្បីការពារជើងច្រឡោនេះកុំឲ្យវាដាច់ក៏ណាយើងមកដាក់អាកង់ហ្នឹងដល់ពេលទូកយើងចាស់ទៅអុកអាឡូទៅបាក់តាជើងច្រឡោហ្នឹងហ្មងហើយដល់បាក់ជើងច្រឡោត្រូវការផ្លាស់ត្រូវការអស់លុយមកទៀតអញ្ចឹងដាក់អាហ្នឹងការពារបានយូរ Don't worry, no.
កងទូកនីមួយៗមានទម្រង់ដោយឡែកផ្សេងពីគ្នាជាទូទៅការធ្វើកងទូកពីមុនគេច្រើនជ្រើសរើសយកឈើកោងប៉ុន្តែសម្រាប់បច្ចេកទេសផលិតទូកនៅពេលនេះការធ្វើកងគឺកំណត់យកឈើត្រង់តែម្ដងខាងក្រោមនេះគឺជាបច្ចេកទេសដំឡើងកងទូកយើងមានຂະຫນាតមួយត្រឹមត្រូវឥតខ្ចោះដែលຂະຫນាតនេះត្រូវបានសម្រេចដោយគម្រោងថ្នាក់តំបន់ស្ដីអំពីការចិញ្ចឹមជីវិតផ្អែកលើធនធានជលផលហើយម៉ូដែលនៃຂະຫນាតនេះទៀតសោតត្រូវបានទទួលស្គាល់ថាជាស្តង់ដារផលិតទូកសមុទ្រដែលមានសុវត្ថិភាពគ្រប់គ្រាន់ដើម្បីសាងសង់កងទូកមួយយើងមានគំរូຂະຫນាតចំនួន7ផ្សេងគ្នាពោលគឺចំណុច A B C E F និង G ដោយឡែកចំណុច D គឺជាការតម្រឹមកែងជ្រុងនៃកងកងទូកមានសារៈសំខាន់ណាស់សម្រាប់ទូកនីមួយៗទម្រង់របស់កងទូកជាអ្នកកំណត់រាងរបស់ទូកទាំងមូលហើយកងទូកទាំងនោះមានតួនាទីជាគ្រោងឆ្អឹងដ៏រឹងមាំផងដែរកាលណាកងទូកផលិតឡើងតាមបច្ចេកទេសត្រឹមត្រូវធ្វើឲ្យទូកនោះធានារឹងមាំក្នុងការប្រើប្រាស់អញ្ចឹងឲ្យយើងចំណុចនេះដូចជាចំណុចបាតទូកចំណុចបាតទូកអញ្ចឹងពីចំណុចបាតទូកទៅមកកៃនេះយើងវាស់មកអក្សរ A នេះយើងមានកម្ពស់វា169តលកៃអញ្ចឹងយើងចាក់ពីអក្សរ C អក្សរ B មក B យើងមានកម្ពស់វាមកចំណុចកណ្ដាលនេះយើងមានកម្ពស់អក្សរ B មានកម្ពស់692បាទហើយនេះយើងចាក់ពីកៃកណ្ដាលទៀតមកបានន័យថាអក្សរ S នេះមានកម្ពស់វាកម្ពស់693បាទហើយរួចហើយយើងវាស់ពីបាតទូកមកចំណុចនៃកម្ពស់វាកម្ពស់កង់អញ្ចឹងអក្សរ C នេះវាដល់ចំណុចនេះបាទមានកម្ពស់មានកម្ពស់1214មីលីម៉ែត្រអញ្ចឹងអក្សរ C ហើយអស់ហើយយើងវាស់ពីចំណុចកណ្ដាលនៃកៃនេះអក្សរ G អក្សរ G នេះយើងមានប្រវែងវា9,906 ម៉ែត្រ51មីលីម៉ែត្រ
It's not the same as here. They must remember that. It's not the same. Because then we've got the strength in the grain where the bolts are, see? If we came in here, if we came inside the same shape as this, it's very weak here. Where that bolt is, it's short grain, it would just crack. It's no good. So remember, the outside is a specific shape. The inside is not the same as the outside. The best would be, inside the best is straight. But we want to put a bit of shape to make it better for working nets and gear inside the boat. This is the frame. នេះគឺជាកងទូកជាកងទូកដែលបង្កើតឡើងតាមប្រព័ន្ធបច្ចេកទេសទំនើបគំនិតផ្ដួចផ្ដើមនៃការបង្កើតកងទូកនេះគឺយើងប្រើឈើត្រង់យើងប្រើឈើត្រង់នៅផ្នែកនេះផងនិងប្រើកំណាត់ឈើត្រង់នៅផ្នែកនេះផងដែរ What we do, you can step back just a moment. What we do is we'll ហើយដើម្បីភ្ជាប់កំណាត់ទាំងពីរនេះយើងត្រូវតតំណនេះក៏យើងត្រូវប្រើឈើត្រង់ដែរប៉ុន្តែយើងត្រូវកាត់គែមជ្រុងខាងក្រៅចេញយើងភ្ជាប់វាដោយក្តារពីបន្ទះហើយចោះដោយប៊ូឡុងផងយើងប្រើប៊ូឡុងពីរគ្រាប់ក្នុងមួយចំហៀងយើងភ្ជាប់ឈើត្រង់ទាំងអស់នេះហើយត្រូវភ្ជាប់ជាមួយនឹងកៃទូកកំណាត់ឈើនេះយើងត្រូវកំណត់ឲ្យមានកម្រាស់មួយតកន្លះតាមបទដ្ឋានបច្ចេកទេសការកំណត់នេះគឺដើម្បីធានាថាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទ្រទម្ងន់ផ្ទុករបស់ទូកទាំងអស់ប្រព័ន្ធនេះយើងប្រើប៊ូឡុង3ដើមតាមជ្រុងនីមួយៗសម្រាប់កងកណ្ដាលទូកនេះនិងប៊ូឡុង2ដើមទៀតសម្រាប់ស្លាបទាំងសងខាងគោលគំនិតជារួមក្នុងការបង្កើតកងនៅពេលនេះគឺជាការគិតគូរពីសមត្ថភាពនិងអត្ថប្រយោជន៍នៃបច្ចេកទេសផលិតទូកនាពេលអនាគតការគិតនេះគឺយើងចង់បង្ហាញថាការផលិតទូកតាមទម្លាប់របស់ជាងផលិតទូកនៅទីនេះពួកគេច្រើនប្រើឈើកោងដើម្បីយកមកធ្វើកងយើងដឹងហើយថាមានការពិបាកណាស់ក្នុងការរកឈើកោងពីធម្មជាតិហើយបើមាននោះតម្លៃក៏ថ្លៃផងដែរម្យ៉ាងទៀតការប្រើឈើកោងយកមកធ្វើកងធ្វើឲ្យកងទូកនេះមិនសូវរឹងមាំនោះទេយើងដឹងហើយថាកាលណាកងទូកមិនសូវរឹងមាំនោះទូករបស់យើងអត់មានសុវត្ថិភាពផងដែរដូច្នេះហើយទើបយើងនាំបច្ចេកទេសថ្មីនេះមកបង្រៀនដល់សិក្ខាកាមនៅពេលនេះហើយជាបន្តមកទៀតនោះយើងត្រូវជ្រៀកផ្នែកកំណាត់នោះចេញត្រូវជ្រៀកចេញឲ្យស្មើនឹងដំណទាំងសងខាងដូច្នេះបើពិនិត្យជាទូទៅទម្រង់កង់នេះមានរាងហែកទូលាយបន្តិចនៅផ្នែកខាងក្រោមនេះទាំងនេះគឺបង្ហាញអំពីសុវត្ថិភាពទូកទាំងមូលខ្ញុំសូមអនុញ្ញាតបង្ហាញបន្តិចពីភាពខុសគ្នារវាងទូកបុរាណនិងទូកផលិតតាមបច្ចេកទេសទំនើបនៅពេលនេះទូកបែបបុរាណគេផលិតឡើងតាមរបៀបរាងបែបនេះគឺគូទូករាងស្ដួចស្រួចតែម្ដងប៉ុន្តែការផលិតទូកនៅពេលនេះគឺយើងពង្រីកឲ្យកង់ទូកកន្លែងធំបន្តិចតែប៉ុណ្ណោះគឺធ្វើឲ្យទូកយើងទាំងមូលមានលំនឹងបានល្អកាលណាទូកយើងមានលំនឹងគឺមានន័យថាមានសុវត្ថិភាពគំនិតចម្បងនៃគម្រោងរបស់យើងគឺធ្វើយ៉ាងណាដើម្បីកាត់បន្ថយភាពប្រថុយប្រថានដោយការប្រើប្រាស់ទូកនេសាទដែលមិនមានសុវត្ថិភាពសូមចំណាំផងដែរថាយើងត្រូវភ្ជាប់កង់ជាមួយនឹងកៃដោយប៊ូឡុងមួយមានន័យថាបើកង់មាន14នោះប៊ូឡុងត្រូវមាន14ដើមផងដែរហើយលើសពីនេះទៅទៀតនោះនៅគ្រប់ចន្លោះកង់នីមួយៗយើងត្រូវថែមប៊ូឡុងមួយដើមថែមទៀតដើម្បីឲ្យកៃអបរបស់យើងរឹងមាំជាមួយនឹងកង់ហើយប៊ូឡុងទាំងនោះទៀតសោតត្រូវមានទំហំនិងប្រវែងត្រឹមត្រូវតាមຂະຫນាត់ដែលបានកំណត់បាទកង់នេះវាធ្វើបើខ្ញុំផ្លាប់ប្រើបច្ចេកទេសខ្ញុំផ្សេងវាអត់មានធ្វើដោយរបៀបនេះទេអញ្ចឹងទេយើងធ្វើអាក្តារហ្នឹងវាផ្ទាំងធំអញ្ចឹងយើងវាលតាមដំណើរពត់តាមអាក្តារជួយយើងដំឡើងប៉ុន្តែដល់ពេលគាត់ធ្វើនេះបច្ចេកទេសខុសយើងគាត់ធ្វើតកង់នេះកង់វាកង់ត្រង់ដល់កន្លែងកាច់នេះវាតគាត់ដាក់ប្រឡងហើយភ័យអាកង់នេះ
ទូយើងប្រើធម្មតាដាក់កង់ហ្នឹងវាមានចន្លោះដាក់កង់ចន្លោះនេះមួយទៀតវាអត់តអែបចឹងទេប៉ុន្តែសំខាន់ខ្ញុំមនិតមើលទៅអាការងារអស់នេះវាធ្វើបានស្អាតហើយវារឹងទៀតហើយជាប់មាត់ដល់ថ្ងៃមុខបាទគឺល្អហើយចង្កេះឡើងមកកន្លែងយើងសាច់ឡើងមកលើនេះបានន័យថាទូយើងលពាត់ចឹងវាអាក្តារនេះដូចពីហៅថាក្តារហ្នឹងចឹងកង់វាមករហូតមកចឹងមកយើងសាច់តាមដំបងរបស់វាទេចឹងដល់ពេលយើងប្រើយូរទៅវាអាចវាដាច់តែខ្សែក្បាលហ្នឹងវាដាច់ទេវាអាចបាក់ប៉ុន្តែធ្វើរបៀបដូចគាត់ចេះវាតនេះពីចេះយើងអបចេះអែបមកចឹងទៅយើងចាប់ប្រឡងទៅបានថានៃកន្លែងហ្នឹងវាអត់បាក់ដល់យើងរត់ទៅទូវាកាច់ឡើងចឹងកន្លែងពួយហ្នឹងវាអត់បាក់ទេហើយបើកង់យើងធ្វើធម្មតាដូចទូយើងហាប់ប្រើកន្លែងហ្នឹងវាអាចបាក់កន្លែងនេះចាស់បន្តិចទៅវាអាចដាច់ដែរវាលេសណាវាលេសហ្នឹងហើយជើងក្រោមនេះក៏វាអាចបើយើងវាថាប្រសាក់វាលងទៅយើងអាចដូរប្រសាក់ថ្មីបីទៅក៏អាចវាដាច់ដែរវាដាច់ណាហើយវិធីធ្វើលើកត់ចេះវាអត់មានរឿងអីដាច់ទេវាស្អាតមកកត់មកចែកទេប៉ុន្តែសម្រាប់តែកត់មកបង្រាត់ហាត់បង្រៀនរបស់យើងនេះយើងអាចយល់ដឹងហើយក្រោយយើងធ្វើតាមដូចរបៀបរបស់គាត់ចឹងអាហ្នឹងអាចប្រើបានយូរវែងហើយជាប់ទៀតប្រសិទ្ធភាពល្អបាទមុននឹងភ្ជាប់កង់ជាមួយនឹងកៃទូកយើងត្រូវឈូសកែមលើខាងមុខកៃជាមុនសិនធ្វើបែបនេះយើងបានកែតម្រង់កៃឲ្យត្រូវឥតខ្ចោះជាមួយនឹងបន្ទះក្តារដំឡើងសន្លឹកទី1បទពិសោធន៍អ្នកសាងសង់ទូកគឺចាំបាច់ត្រូវកែកែមដើម្បីឲ្យក្តារដំឡើងសន្លឹកទី1នេះជិតណែនរវាងកង់និងកៃទូកជាទូទៅទឹកសមុទ្រតែងតែជ្រាបចូលទៅក្នុងទូកចំចន្លោះតំណរវាងកៃនិងច្រឡោមុខពីព្រោះតាមរយៈបទពិសោធន៍របស់ជាងផលិតទូកទាំងអស់បានបង្ហាញថាត្រង់ចំណុចតំណនេះគឺជាចំណុចគ្រោះថ្នាក់និងពិបាកបំផុតក្នុងការទប់ស្កាត់បញ្ហាជាតិទឹកចូលនៅក្នុងទូកនេះ When we put the plank on, right? The corking, we're going to use the corking to cork the plank, yeah? ចឹងពេលយើងដាក់ក្តារចូលពេលបន្ទាប់មកយើងនឹងវាយមាត់នាវណា In this join, ប៉ុន្តែនៅត្រង់ចំណុចតភ្ជាប់នេះកន្លែងសាឡោ in the middle, the water will run up the join, follow all the joins in into the boat. ទឹកនឹងចូលតាមប្រឡោះដែលយើងតភ្ជាប់រឿងសាឡោនឹងហើយនឹងកៃនឹងទឹកចូលចូល In the middle, all right? In the middle, between the planks, it will run in the middle, and you'll have water coming in. ចន្លោះនៃក្តារទាំងសងខាងហ្នឹងទឹកនឹងហូរចូលមកក្នុងទូកយើងហើយ So we're going to put what's called the stop water. អញ្ចឹងយើងដាក់អីមួយគេហៅថាឈប់កុំឲ្យទឹកចូល stop water stop នឹងឈប់ water ទឹកកុំឲ្យទឹកចូល Right through the join. បាទយើងចុចដាក់ស្វានចំកន្លែងកន្លែងតភ្ជាប់រឿងសាឡោហើយនឹងកៃ And it has to be on the join right where the corking is going to be. អញ្ចឹងយើងវាយមាត់នាវចូលកន្លែងដែលអាចយើងវាយមាត់នាវបាន So what I did was I got a piece of timber that's the same size as that. I made it round, but to make sure it's perfect, I run this like this. ផ្លែស្វាហ្នឹងហើយអញ្ចឹងគាត់ធ្វើអាហ្នឹងឲ្យប៉ាន់ដូចគ្នាអញ្ចឹងហើយអ្វីដែលហេតុអីបានគាត់អត់ធ្វើអានោះដោយសារអាហ្នឹងមុខវាមានចលួនចេះហ្នឹងចលួនទៅវាធ្វើឲ្យឈួងទៅតាមនោះទៅតាមអាចន្លោះហោងនេះអញ្ចឹងយើងធ្វើហ្នឹងដូចប៉ាន់ហ្នឹងហើយយើងគាត់វាយចូល So it's important for this to be perfectly round. So therefore, I hit it through the washers. Yeah. Now I need someone to give me a sight through here. So I need someone to hold that right there. Someone hold that there. So hop out of the way. Now the man back there, I need him to go down and look along here and here and tell me, am I in the right direction? Right down on the ground. So I mean, what is the right? I need to tell me now. That's wrong. Yeah? Now I want him to tell me when I'm right.
Tell me now. What? Tell me when it comes through. Stop. Dương vay bỏ dương vay ban nè, dương vay như thế. Càng khóm của dương vay một nè, vấn tay ở vay là សំខាន់ គឺយើងយកដាក់ប្រទេសដាក់ក្តារដាក់តំណប់ហ្នឹងទៅមិនទប់ទឹកនៅអាកន្លែងចិត្តនេះកន្លែងទៅចេញនេះសំខាន់ទឹកដែលវាកន្លែងនេះគាត់ហើយយ៉ាងម៉េចល្អដែរទីនេះបងយកនេះចិត្តតិចចិត្តអានេះតិចចឹងខំទីនេះដល់ត្រង់មើលមាត់លាវស្មើមាត់លាវកងនេះទៅចាក់យកក្រោបងទៅហ្នឹងខ្ញុំធ្វើវាមុនខ្ញុំអត់មានវាយអានឹងចូលទេព្រោះឯទឹកមិនធានាទេអានេះធានា100%ហ្មងអាចទឹកចូលក្នុងទូអត់រួចទេហ្នឹងហើយព្រោះទឹកវាចេញពីក្រៅមកចូលក្នុងមិញរួចវាអានេះវាទប់ជាប់អាកន្លះហ្នឹងអាកន្លះទប់ជាប់ហ្មងតពីមុនមកខ្ញុំធ្វើអត់មានដាក់អាហ្នឹងទេវាយតែអំបោះជុំវិលមកជុំវាខាងចឹងអត់មានដាក់កន្លះឈើហ្នឹងតែដល់ឥឡូវខ្ញុំដាក់កន្លះកន្លះឈើអញ្ចឹង 100% ធានាហ្មងអាឡៃមុខចំណោវាតហ្នឹងអាមុខចំណោខ្ញុំតកៃហ្នឹងឃើញតកៃហើយច្រឡោវាជុលពលមុខគ្នាវាមានមុខចំណោហ្នឹងខ្ញុំដាក់អាចស្វានទៅអាហ្នឹងដាក់កន្លះហ្នឹងវាទប់ជាប់ហ្មងវាអត់មានមុខចំណោអាហ្នឹងវាចិត្តឆ្លងជាប់មួយគ្នាសាច់ធ្វើមួយគ្នាហ្មងក៏មុនខ្ញុំអត់មានដាក់អាហ្នឹងខ្ញុំតែវាយតែអំបោះហើយបិទចូលជុំវិលមកជុំវាទាំងលើទាំងក្រោមហ្នឹងខ្ញុំអត់មានដាក់កន្លះហ្នឹងអត់ដាក់កន្លះហ្នឹងអាចទឹកចូលដល់ពុកអំបោះទឹកចូលហ្មងហើយដល់ឡោឈើមិនពុកទេថាពុកឈើហ្នឹងទុំក៏ពុកដែរហ្នឹងហើយការភ្ជាប់ក្តារបាតទូកសន្លឹកទី1ឬសន្លឹកដំបូងគឺជាការងារមួយដ៏លំបាកការងារដំឡើងក្តារសន្លឹកទី1នេះគឺត្រូវធ្វើយ៉ាងណាដើម្បីបន្ស៊ីជ្រុងបញ្ចូលគ្នាពោលគឺយើងត្រូវបន្ស៊ីក្តារឲ្យត្រូវនឹងកៃទូកផងហើយត្រូវចិត្តក្តារនោះឲ្យជិតទៅនឹងស្រឡោទូកទាំងពីរផងមានន័យថាទាំងស្រឡោមុខនិងស្រឡោក្រោយព្រមទាំងត្រូវគៀបកាច់ពុតបិទបែនរៀងក្តារនោះឲ្យជាប់យ៉ាងជិតទៅនឹងទម្រង់កងទូកទៀតផងពាក្យបុរាណលោកបានពោលថាចេះ10មិនស្មើនឹងប្រសព1សម្រាប់ពេលនេះគឺជាពេលដ៏ប្រសើរណាស់ដែលគម្រោងថ្នាក់តំបន់ស្ដីពីការចិញ្ចឹមជីវិតផ្អែកលើធនធានជលផលបាននាំមកផ្ដល់ជូននៅចំណេះដឹងនិងជំនាញនៅពេលនេះដើម្បីទទួលបានភាពសុក្រិតនិងត្រឹមត្រូវផងនោះជាងផលិតទូកទាំងអស់គប្បីបង្កើតខ្នាតមួយហើយខ្នាតនេះទៀតសោតយើងអាចប្រើដើម្បីវាស់មុំរវាងកៃនិងក្តារទូក35 down. 35 At 22. កង22 15 or 14. 14. 4 We have this mark from when we had the plank on. When we had the plank bent around, we gained this mark. These are the bevels I set off the plank.
So now I've got this bevel for frame at station or frame 24. So that is the exact bevel that I want to fit the hog. So then I chisel this until it comes to there. And then at 22 I have the bevel and I chisel that until it comes. But remember, this is the mark here. Then I can mark the same on that side. I can do the same there and the same there. Then I can do the same over there. We know it's all the same. And then they can fare it in properly, if you know what I mean. Do they understand that? Now what they can do from the centre mark, the same here, same there. Now the thing is here, it's this measurement, yeah, which I did down there. And then we can go through with the axe and we've got the bevel. At 20, we can go through with the axe at 24. We can check. At 24, that's the right bevel. At 23, that's the right bevel. At 22, that's the right bevel. What we did on this hog, back in the middle we know it's perfect. The only doubt is where it comes into the stem and also to the back. So at the back we're going to do the same thing as what we just did then. We're going to put the plank on. Once we have the plank on, we can measure from the plank and get the bevels from the plank, and then we know we've got it exact. Vậy là dương thưa nó cứ dương lớn đến dương thưa khang các bà chân cái tôi đôi khi đây chân đôi cái tôi dương thưa đặt đà châu hay dương bo chỉ lo một nẻo đôi khi thưa đôi khang các bà này. So as they're chiseling this, I want them to make sure as they're doing it, check number 24, check. Check. 23 as they're chiseling it. 23 check. As they're cutting it, 22. 22 check. Tell them the trick is not to cut blind, as though you're a blind man with no marks. Yeah, it's like. Chẳng dương mình ai cặp đôi khoạp này chứ nè. Chẳng những cặp thôi mới cho mà chẳng nói bao kia. Mình chỉ cắt đây là khoạp. Này như này. Because it's important to get this join nice. Và chắc thứ mấy năm đây thì nia tha là những đại chỗ nó bị khập bị chân ta Okay. Can someone do this and someone do that one? Chẳng cầm dương cầm lấy cả này cầm luôn con đâu.ពីព្រោះថារាល់ចំណុចប្រសពរវាងកៃនិងក្តារទូកទាំងអស់មិនដូចគ្នានោះទេដូច្នេះការបង្កើតຂະຫນາດនេះគឺជាមធ្យោបាយដ៏ប្រសើរបំផុតមួយដើម្បីសម្រេចបាននូវទូកមួយដែលមានគុណភាពជាមួយនឹងសុវត្ថិភាពត្រង់ចំណុចនេះសូមធ្វើការដោយប្រុងប្រយ័ត្នជាទីបំផុតពីព្រោះថាការបន្ស៊ីក្តារសន្លឹកទី1នេះច្រើនមានបញ្ហានោះគឺក្តារងាយនឹងបាក់កាលណាយើងធ្វើបានណែនចិត្តល្អនោះយើងអាចវាយអំបោះមាត់ឡេវការពារទឹកបានយ៉ាងល្អនេះគឺជាដំណាក់កាលមួយដែលលំបាកបន្ទាប់ពីយើងបានដំឡើងគ្រោងឆ្អឹងខ្នងដែលហៅថាកៃទូករួចមកនោះយើងក៏បានឈូសចន្លោះកៃហើយក៏បានភ្ជាប់សឡោមុខសឡោក្រោយដាក់ខ្នើយសង្កត់ពីលើកៃនិងសឡោឥឡូវនេះជាដំណាក់កាលដែលយើងត្រូវភ្ជាប់ក្តារបាតទូកដែលជាទូទៅគេច្រើនហៅថាក្តារសន្លឹកទី1ក្តារសន្លឹកទី1នេះគឺជាការងារដ៏លំបាកគឺជាការភ្ជាប់ក្តារជាមួយនឹងកៃភ្លុះនេះផងជាមួយនឹងកងទូកផងហើយត្រូវធ្វើវាឲ្យជិតជាមួយនឹងសឡោទូកផងដែរដូច្នេះហើយទើបយើងត្រូវកាច់ពុតក្តារនេះទៅតាមគំរូដែលបានកំណត់អញ្ចឹងហើយទើបយើងត្រូវកាច់ពុតវាដោយប្រើគៀបឥឡូវនេះយើងបានគៀបរួចរាល់មួយកលៈសិនហើយមើលទៅឲ្យវាត្រង់ហើយត្រឹមត្រូវយើងត្រូវទុកវាមួយយប់ដល់ស្អែកឡើងវាងាយស្រួលក្នុងការពុតបន្តសូមចងចាំផងដែរថាមុននឹងភ្ជាប់ក្តារជាមួយនឹងកៃទូកឬសឡោទូកត្រូវលាបថ្នាំជ្រេះជាមុនពីព្រោះថាតាមរយៈថ្នាំនេះធ្វើឲ្យឈើទាំងអស់របស់ទូកធន់នឹងទឹកសមុទ្រសូមជម្រាបផងដែរថាដំណាក់កាលនេះយើងលាបតែផ្នែកចន្លោះផ្ទៃប៉ះខាងក្នុងតែប៉ុណ្ណោះ
ពេលនេះយើងមានថ្នាំលាបពីរប្រភេទគឺថ្នាំច្រេះនិងថ្នាំមកឹងថ្នាំច្រេះគឺយើងលាបតែផ្នែកខាងក្នុងនៃទូកតែប៉ុណ្ណោះពីព្រោះថាកាលណាទឹកភ្លៀងហូរចូលទៅក្នុងទូកទឹកភ្លៀងនោះអាចធ្វើឲ្យឈើរបស់ទូកទាំងអស់ងាយពុកពីព្រោះថាទឹកភ្លៀងគឺជាទឹកសាបដោយឡែកថ្នាំមកឹងយើងលាបការពារការវាយលុករបស់សត្វព្រាងគឺជាសត្វដែលរស់នៅក្នុងសមុទ្រដូច្នេះយើងលាបថ្នាំមកឹងនេះនៅផ្នែកខាងក្រៅនៃទូកសូមជម្រាបផងដែរថាយើងលាបគ្រប់ក្តារដំឡើងទូកទាំងអស់ដែលនៅខាងក្រោមគំនូសខ្សែទឹក Between two frames, the joins. This one's okay because you got 13 and 14. It's okay, so it's in the middle. We have to make sure that we don't come too close. On this one over here, we got too close to a frame. There's on this one, you'll notice. Okay, it's not too bad. It was pretty close to 12, but it's okay. It's okay. But we want to be in the middle of two frames all the time with the joins. ថ្ងៃក្រោយទៅពេលដែលយើងបន្តក្តារយើងធ្វើម៉េចឲ្យក្តារដែលតនឹងនៅចន្លោះពីកងមួយទៅកងមួយប៉ុន្តែនេះរៀងជ្រាវគ្នាតិចប៉ុន្តែអត់អីអាចយកបានរាល់ដំណរក្តារទូកទាំងអស់គប្បីធ្វើយ៉ាងណាឲ្យដំណរនោះស្ថិតនៅចន្លោះកងទូកហើយត្រូវភ្ជាប់ដោយប៊ូឡុង4ដើមប៉ុន្តែត្រូវចងចាំផងដែរថាមុននឹងចាប់ប៊ូឡុងត្រូវលាបថ្នាំមកឹងជាមុនជារួមមិនត្រូវផ្ដល់ឱកាសឲ្យព្រៀងចូលស៊ីក្តារទូករបស់យើងឡើយ Good, yeah, good. Okay, now that's good. Okay.បន្ទាប់ពីដំឡើងក្តារសន្លឹកទី1ចាប់សពគ្រប់ពីសឡោមុខដល់សឡោក្រោយហើយយើងត្រូវបន្តដំឡើងក្តារសន្លឹកទី2សន្លឹកទី3និងសន្លឹកបន្តទៀតដើម្បីទទួលបានទូកមួយមានសុវត្ថិភាពនិងគុណភាពពិតប្រាកដយើងត្រូវគិតទៅលើបញ្ហាមួយចំនួនបញ្ហានោះគឺដំណររវាងក្តារនិងក្តារនេះឯងរាល់មុខដំណរក្តារទី1និងក្តារទី2ឬក្តារទី2និងក្តារទី3ឬក្តារដទៃទៀតយើងត្រូវចាំបាច់គោរពតាមបែបបទបច្ចេកទេសដូចខាងក្រោមទី1ត្រូវតម្រឹមផ្ទៃប៉ះរវាងក្តារទាំងពីរឲ្យជិតជាមុនសិនទី2ត្រូវឈូសគែមពាក់កណ្ដាលផ្នែកខាងក្រៅនៃក្តារឲ្យមានចន្លោះមានន័យថាឈូសក្តារទាំងពីរទាំងលើទាំងក្រោមធ្វើបែបនេះដើម្បីទប់ឱកាសសម្រាប់វាយមាត់ឡេវទី3ត្រូវលាបថ្នាំមកឹងនៅផ្នែកពាក់កណ្ដាលគែមខាងក្នុងនៃក្តារទាំងពីរកាលណាយើងធ្វើបែបនេះ
ទូកយើងមិនជ្រាបទឹកផងព្រមទាំងសត្វព្រាងក៏មិនអាចមានឱកាសចូលក្នុងចន្លោះក្តារបានទៀតផង Now I just want to make sure we concentrate at these edges, like I said, that we get a good caulking seam on each edge, yeah, on both edges, the underside, this side and this side. When we do this plate, this side and this side, both edges exactly the same. ចឹងអានៅកន្លែងចន្លោះវាយមុតណែវគឺដូចគ្នាណាបងបាទចន្លោះដូចគ្នាអញ្ចឹងធ្វើម៉េចអាគេលួចកន្លែងមុតណែវស្អាតបាទដែលមុតណែវចិត្តនេះគឺយើងពិបាកនៅក្នុងការវាយអំបោះចូលតែបើសិនជាយើងធ្វើនាវហ្នឹងទៅតាមអ្វីដែលគាត់គ្រូប្រាប់គឺយើងល្អក្នុងការវាយនាវបាទអញ្ចឹងគឺដល់ពេលយើងវាយនាវទៅគឺយើងត្រូវកោសមកនេះនឹងមួយសាទៀតប៉ុន្តែទីសានេះគឺវាចាស់ពោះចាស់ពេកហើយអញ្ចឹងអ្វីដែលគាត់បានប្រាប់យើងគឺយើងចង់ឲ្យធ្វើឲ្យនាវហាដូចជារបៀបនេះបាទហ្នឹងគឺយើងលើធ្វើក្នុងការវាយអំបោះចូលបាទ បន្ទាប់ពីយើងបានដំឡើងក្តារទូកបានមួយចំនួនហើយការងារបន្តគឺជាដំណាក់កាលមួយដែលពិបាកការងារពិបាកនោះគឺត្រង់ចំណុចក្អេងបាតទូកដែលជាទូទៅគេច្រើនហៅថាក្អេងពុះទូកឬក៏ក្អេងចំពះទូកត្រង់ចំណុចក្អេងនេះគឺជាចំណុចដែលផ្ដល់លំនឹងដល់ទូកទាំងមូលត្រង់ចំណុចនេះយើងត្រូវតែមានការប្រុងប្រយ័ត្នពីព្រោះថានៅដំណាក់កាលនេះមានការកាច់បត់កោងយ៉ាងខ្លាំងសូមជម្រាបជូនផងដែរថាពេលខ្លះជាងផលិតទូកមួយចំនួនត្រូវប្រើភ្លើងដើម្បីរោលជាជំនួយក្នុងការពុតក្តារទៀតផង With the increase in stability and with the design, which is a simplistic style of achieving the round bilge traditional hull shape, we have a very tight curve. ដើម្បីបង្កើនសុវត្ថិភាពដោយអនុវត្តតាមការណែនាំគំរូប្លង់ទូកតាមបច្ចេកទេសយើងសង្កេតឃើញថាត្រង់ចំណុចក្អេងទូកនេះមានរាងហែកចេញបន្តិចដូច្នេះក្នុងករណីពិសេសនេះយើងត្រូវប្រើក្តារមួយបន្ទះដែលមានទទឹងត្រឹមតែមួយតឹកមកបន្តភ្ជាប់ជាមួយក្តារមួយសន្លឹកទៀតដែលមានទទឹងមួយតឹកដូចគ្នានៅត្រង់ចំណុចកាច់កែងនេះក្រោយពីយើងបានជជែកគ្នាកាលពីព្រឹកមិញយើងបានរកឃើញដំណោះស្រាយមួយគឺយើងត្រូវប្រើក្តារ4បន្ទះដែលមានទំហំមួយតឹកដូចគ្នាគឺមានន័យថាយើងភ្ជាប់ទី1ទី2ទី3ទី4គឺយើងគិតសម្រាប់ពេលអនាគតប្រសិនបើយើងប្រើក្តារ4សន្លឹកដែលមានទទឹងត្រឹមតែមួយតឹកនោះគឺជាដំណោះស្រាយដ៏ល្អបំផុតហើយចំណុចដែលអ្នកផលិតទូកទាំងអស់ត្រូវចងចាំថាត្រូវប្រើក្តារដែលស្ងួតល្អកាលណាយើងប្រើឈើឬក្តារស្ងួតល្អមុខដំណរបស់វានៅពេលដែលយើងវាយមាត់លេវនោះទៅគឺវាជិតទឹកល្អណាស់ក៏ប៉ុន្តែវាពិបាកពុតខ្លាំងវាបាក់វាមិនដូចឈើស្រស់ទេយើងយកក្តារដែលនៅសើមមកពុតវាងាយពុតងាយបត់បែនអញ្ចឹងហើយទើបមានជាងផលិតទូកនៅទីនេះចូលចិត្តប្រើក្តារសើមឬឈើស្រស់ដែលទើបនឹងកាត់យកចេញពីព្រៃមកប្រើអញ្ចឹងដើម្បីទទួលបានទូកមួយដែលមានសុវត្ថិភាពព្រមទាំងមានគុណភាពផងនោះយើងត្រូវតែប្រើឈើស្ងួតល្អតាមបច្ចេកទេសគឺទុករយៈពេល3ខែ ការវាយអំបោះមាត់លេវជាទូទៅគេច្រើនធ្វើឡើងនៅពេលដែលការងារដំឡើងទូកបានចប់សព្វគ្រប់ការងារវាយអំបោះមាត់លេវ
ក៏ជាការងារសំខាន់ចុងក្រោយបង្អស់នៃដំណើរការផលិតទូកផងដែរគម្រោងថ្នាក់តំបន់ស្ដីពីការចិញ្ចឹមជីវិតផ្អែកលើធនធានជលផលសូមជម្រាបជូនផងដែរថារាល់ដំណាក់កាលទាំងអស់នៃបច្ចេកទេសផលិតទូកតាមស្តង់ដារត្រូវទាមទារធ្វើការដោយយកចិត្តទុកដាក់ជាទីបំផុតកាលណាទង្វើរបស់យើងបានល្អនោះយើងនឹងទទួលបានទូកមួយមានសុវត្ថិភាពនិងជាទីគាប់ចិត្ត Corking first, and then they cork and then they putty. The only difference is that when we cork, we paint the seam first after the corking. We cork, we paint with anti-fouling paint inside, then we putty, but our putty is mixed with anti-fouling paint. That's for everything below the water. Above the water, it's just normal putty. នៅខាងក្រោមហ្នឹងគឺមុនដែលយើងវាយអំបោះទៅយើងលាបថ្នាំកឹងសិនអញ្ចឹងលាបថ្នាំកឹងយើងវាយអំបោះចូលហើយដល់ពេលហើយយើងលាបជ័រចុងហើយនឹងជ័រចុងយើងលាយជាមួយនឹងកឹងណា Because if we don't put anti-fouling paint with the putty, the worm is going to eat the putty, and once it's in the putty, it has access into the timber. ចឹងហេតុអីបានយើងលាយជ័រចុងជាមួយនឹងថ្នាំកឹងព្រោះថាព្រៀងវាស៊ីវានឹងស៊ីនឹងស៊ីជ័រចុងអញ្ចឹងបើអត់មានថ្នាំកឹងទេវានឹងស៊ីជ័រចុងយ៉ាងងាយស្រួលទេដល់ពេលវាស៊ីជ័រចុងបានហើយវានឹងស៊ីឈើបានហើយ I always leave it a bit slack. And then I'll do the same, but I'll have it a bit slack. And then when I come back, do the middle first. Then you get the middle again. What I would do is go half up there, and then half down. Then I would come over with one at the end. So I'd go half up, half down on every plank. And then after every plank is done, the last time I do one over the whole lot.ចំណុចដែលគាត់សំខាន់របស់គាត់ទី1គឺកៃដប់ពីដើមមិនដែលធ្វើកៃដប់ទេបើយើងធ្វើកៃដប់ទៅវាអាចត្រង់នៅទំនឹងកាលណាវាស្រាលលើធ្ងន់ក្រោមមិនអាចងាយកលាប់បានទេខ្យល់ខ្លាំងមិនក៏អត់ងាយកលាប់ទេទី2គាត់មានកន្លះមួយវាយនៅគល់សឡោការពារទប់ទឹកពីក្រៅចូលមកក្នុងបើសឡោពុកទឹកវាពុកបើសឡោនៅទេក៏វានៅដែរព្រោះជាតិឈើដូចគ្នាទី3គាត់មានអង្គនីរបស់គាត់នេះអង្គនីទូករបស់គាត់ធ្វើនេះវាចេញជាស្លាបវាអាចទប់ទឹកបានបើខ្ញុំធ្វើវាមូលរៀងមូលចេះដល់វាផ្អៀងទៅវាបើយើងមិនចាប់ស្លាបទេវាជោគទឹកបើរបស់គាត់អត់ទេគាត់មានលំនឹងរបស់គាត់មានភាសាឬស្លាបដូចស្លាបអង្គនីរបស់គាត់ហ្នឹងហើយទី4មាត់លើគឺហែកធំស្រួលភ្ញៀវឬមួយនេសាទគេផ្អែកឬមួយធ្វើការទលំទលាយនៅខាងលើហ្នឹងអង្គការបានហៅខ្ញុំមករៀននេះសំខាន់ណាព្រោះបានថាអញ្ចឹងខ្ញុំចង់ដឹងចង់ចេះពីអង្គការបរទេសគាត់មកបង្រៀនហ្នឹងខ្ញុំចង់ដឹងថាតើណាធ្វើរបៀបម៉េច
លោកគេប្រាប់ខ្ញុំមកថាមានអង្គការមកបង្រៀនថាឲ្យទូកយើងហ្នឹងមានលំនឹងអាចថាលក់មកពីមុខក៏លោតមកពីក្រោយក៏លោតស្អាតដែរហើយនឹងទៀតហើយអញ្ចឹងបានខ្ញុំចង់ដឹងខ្ញុំមកដល់ខ្ញុំមកខ្ញុំឃើញចំណុចសំខាន់គឺបាតវាហ្នឹងពោះវាហ្នឹងនឹងអាចលំនឹងបានមែនព្រោះវាមានរាងបាតវាធំអញ្ចឹងវាមានឆ្អឹងមនីសងខាងវាអាចទប់ទឹកវាមិនអាចផេលផាលឿនទេបើវាខ្លងទៅខាងនេះក៏វាមិនខ្លងលឿនទេវាទៅតិចវាខ្លងតិចបើទូកយើងធម្មតាវាបើថាវាទៅខាងនេះវាទៅលឿនហ្មងនេះវាមិនអាចទៅលឿនទេព្រោះវាមានឆ្អឹងមនីវាទប់ហើយនៅទៅពីចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងអនុវត្តតាមរបស់គាត់តែគាត់ធ្វើប្រហែលមើលរៀនខ្ញុំជាង12ថ្ងៃមិនដែលបានជួបបានរៀនអញ្ចឹងទេឥឡូវនេះខ្ញុំមានថាគាត់មកពីបរទេសគាត់មកបង្រៀនធ្វើហ្នឹងឃើញថាវាល្អហើយខ្ញុំនឹងទៅវិញខ្ញុំនឹងប្រាប់គ្នាខ្ញុំបញ្យល់ពីរឿងថាធ្វើទូកចេះមួយអញ្ចឹងយើងអាចកែតាមគម្រោងរបស់យើងគឺមានគោលបំណងបង្កើនសុវត្ថិភាពលើផ្ទៃសមុទ្រគឺមានន័យថាបង្កើនគុណភាពទូកដែលរឹងមាំល្អគឺជាទូកដែលប្រើប្រព័ន្ធកីភ្លោះផលិតឡើងតាមបច្ចេកទេសស្តង់ដារតែមួយគត់គឺជាអ្វីដែលយើងបានមកបង្រៀនឲ្យជាងផលិតទូកទាំងអស់នៅទីនេះចេះចំពោះការរចនាស្លោមុខឬស្លោក្រោយការដំឡើងក្តារឬការងារផ្សេងទៀតនោះគឺក្រុមជាងនៅទីនេះគេចេះផលិតរាប់សិបឆ្នាំហើយប្រសពទៀតផងដូច្នេះអ្វីដែលយើងចង់បាននោះគឺការបង្កើតទម្រង់ទូកមួយដែលក្អេងចង្កេះទូកបើកទូលាយបន្តិចដើម្បីបង្កើនលំនឹងទូកនិងការបង្កើនការយល់ដឹងអំពីរបៀបស្ថាបនាប្រព័ន្ធកីភ្លួព្រមទាំងការងារដែលតាក់ទងទៅនឹងការដំឡើងកង់ទូកដោយប្រើឈើត្រង់ពីព្រោះឈើត្រង់ងាយស្រួលរកទិញនិងរឹងមាំទៀតផងអញ្ចឹងជារួមធ្វើយ៉ាងណាដើម្បីឲ្យទូកមានគុណភាពសុវត្ថិភាពហើយប្រើបានយូរអង្វែងម្យ៉ាងទៀតក៏យើងបានបង្ហាញអំពីបច្ចេកទេសនៃការលាយថ្នាំលាបក្តារការពារមកឹងការពារព្រាងស៊ីអំពីរបៀបការវាអំបោះមាត់ឡេវដើម្បីការពារជ្រាបទឹកនិងការចុករន្ធទឹកនៅដំណកីនិងសាឡោទូកជាដើមទាំងនេះគឺជាបំណងដ៏សំខាន់នៃវគ្គបណ្ដុះបណ្ដាលបច្ចេកទេសស្ដីអំពីការសាងសង់ទូកនេសាទនៅពេលនេះ
ប្រុសខ្ញុំសម្រាប់អីថាដែលធ្វើទៅឃើញរំនឹងនឹងវាល្អហើយខ្ញុំខ្នាតតែខ្ញុំធ្លាប់ធ្វើរដងខ្ញុំមិនបាននឹងអញ្ចឹងដល់ពេលគាត់មកបង្ហាត់បង្រៀនហ្នឹងខ្ញុំសប្បាយចិត្តទី1គឺរំនឹងរបស់វាគឺល្អហ្នឹងហ្មងហើយកាលណាយើងនៅក្នុងសមុទ្រកាលណារំនឹងល្អយើងធ្វើការងារអីក៏វាស្រួលធ្វើការដែរហ្នឹងបើយើងថាទូកចេញនេសាទវិញហើយបើទូកល្បាតធននេះក៏វាត្រូវដែរបើថាចែកឲ្យទៅខាងសហគមន៍ប្រើប្រាស់ចេញល្បាតដែលការពារដូចជាការថ្មព្រៃឈើស្អីដែលថាអ្វីដែលកិច្ចការងារពាក់ព័ន្ធជាមួយសហគមន៍ដែលគាត់ចេញគឺថារំនឹងរបស់គាត់ហ្នឹងគឺស្រួលមកដែលថាប្រើប្រាស់គុណភាពរបស់វាល្អកន្លែងហ្នឹងអញ្ចឹងខ្ញុំគួរតែយកចិត្តទុកដាក់ធ្វើខ្នាតហ្នឹងរហូតតទៅដល់ថ្ងៃក្រោយទៅបីខ្ញុំធ្វើប្រើប្រាស់ក៏ដោយធ្វើលក់ក៏ដោយគាត់តែខ្ញុំដើម្បីនឹងគៀងកតម្លាយថាថ្ងៃក្រោយនេះបងប្អូនធ្វើខ្នាតនេះទៅវាខុសលុយត្រូវតែ4-500 ដុល្លារទេប៉ុន្តែសម្រាប់ដែលយើងប្រើវិញគុណភាពល្អសម្រាប់ឲ្យប្រជាពលរដ្ឋប្រើទៅរហូតដូចខ្នាតតែគាត់បង្ហាត់បង្រៀនខ្ញុំអញ្ចឹងខ្ញុំយកចិត្តទុកដាក់បំផុតខ្នាតហ្នឹងអានឹងសម្រាប់ខ្ញុំហើយខ្ញុំនឹងគៀងកប្រជាពលរដ្ឋដែលនៅតាមភូមិតាមស្រុកតាមសមុទ្រដែលធ្លាប់ប្រើទូកតាំងប្រមាណពីមុនមកជាងថាឲ្យកែតម្រង់ហ្នឹងទៅវាស្រួលនឹងការងារធ្វើទី1ទី2ឈើដែលយើងមិនអាចកង់នឹងបាក់មិនអាចកង់នឹងប្រេះពីព្រោះឈើនេះឈើត្រង់ជាងវាអត់មានសាច់កាច់ដូចជាកង់ដែលយើងធ្វើធម្មតាពីមុនយើងវាលកង់អញ្ចឹងទៅសាច់វាស្ទឹងសាច់អញ្ចឹងពេលណាដែលវាគៀតគ្នាវាអុកគ្នាអីវាអាចจะយ៉ាស់កង់រួមជាមួយគ្នាបានប៉ុន្តែបើនេះអត់ទេអុកមិនក៏អត់ទៅរួចដែរពីព្រោះសាច់វាត្រង់បើនេះថាសាច់វាស្លុកអញ្ចឹងយើងធ្វើថ្ងៃក្រោយយើងធ្វើក្បួនខ្នាតនឹងប្រើប្រាស់ទៅមិនងាយខូចទេកង់ធានាថា5ឆ្នាំក្រោយមិនអោយបាក់វាអត់មានបាក់ទេពីព្រោះសាច់វាតែមួយឈើសាច់តែមួយហើយបើយើងធ្វើពីមុនណាកង់យើងវាចេះអញ្ចឹងដល់ឲ្យសាច់វាស្ទឹងហើយគាត់បានតាំងពីកាត់មកបង្ហាត់គាត់បានវាយកង់មួយយើងមើលដែរគាត់តែយើងវាយទៅស្ទឹងសាច់បាក់ផោះហើយអានេះយើងវាយដល់10ដងវាយមិនបាក់ដែរកន្លែងហ្នឹងវាល្អកន្លែងហ្នឹងអូអានេះនឹងណាឡងទេមានតិចគ្រូលុតចន់5នាក់មកសុំឲ្យមកខាងមក5នាក់មើលមកខាងមើលបាទ7ក៏មិនទៅណាមកទៀតមកទាំងអស់នេះមកទាំងអស់មកក៏មិនទៅណាដែរចូលទឹកងូមើលអត់មានទៅទេមើល8នាក់ចុះបានតែមួយស្លឹកឯង10នាក់ក៏មិនទៅណាដែររំនឹងស្អាតខ្ញុំបាទសប្បាយចិត្តណាស់ព្រោះទូកដែលមួយរយៈកន្លងមកដែលឃើញប្រជាពលរដ្ឋធ្វើនេះជាងដែលធ្វើនេះលំនឹងជន់តែ3នាក់វាអាចផ្អៀងបានឥឡូវទូកនេះដែលមានបទពិសោធន៍ពីខាងអង្គការឲ្យជំនាញឲ្យគ្រូមកជួយបង្ហាត់បង្រៀនជាងរបស់ភូមិព្រែកស្វាយនិងសហគមន៍ព្រែកស្វាយនេះឃើញថាគាត់អនុវត្តតាមផែនការរបស់គ្រូហើយគាត់ឃើញធ្វើថា10នាក់ក៏មិនអាចជន់លិចដែរបាទឆ្លងតាមបទពិសោធន៍នៃការយកចិត្តទុកដាក់លើការចិញ្ចឹមជីវិតផ្អែកទៅលើធនធានជលផលកន្លងមកនេះគម្រោងយើងមើលឃើញពីបញ្ហាគ្រោះថ្នាក់របស់ប្រជានេសាទមានទំហំធំធេងដើម្បីកាត់បន្ថយភាពប្រថុយប្រថានដោយការប្រើប្រាស់ទូកនេសាទមិនមានសុវត្ថិភាពនិងដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍នេសាទសមុទ្រនៃខេត្តតំបន់ឆ្នេរទាំង4របស់កម្ពុជាទើបគម្រោងយើងបានរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសស្តង់ដារក្នុងការផលិតទូកនេសាទដល់សិក្ខាកាមនៅពេលនេះដូច្នេះតាមរយៈសមិទ្ធផលទាំងនេះដោយមានកិច្ចសហការជាមួយរដ្ឋបាលជលផលនិងរដ្ឋបាលជលផលសមុទ្រព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់គម្រោងថ្នាក់តំបន់ស្ដីពីការចិញ្ចឹមជីវិតផ្អែកលើធនធានជលផលសង្ឃឹមថាប្រជានេសាទទាំងអស់នឹងមានទូកនេសាទសមុទ្រដែលពោរពេញទៅដោយគុណភាពនិងសុវត្ថិភាពគ្រប់គ្រាន់ហើយលើពីនេះទៅទៀតនោះនឹងរួមចំណែកប្រែក្លាយតំបន់ទាំងនេះឲ្យមានជីវភាពរីកចម្រើនជារៀងរហូត
Thank you.